Hello everyone សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងមកយល់ពី IP និងពីរបៀបក្នុងការឆែក IP អញ្ចឹងតាយើងរបៀបក្នុងការឆែក IP វាមានជាច្រើនរបៀបហើយយើងមកយល់ស្វែងយល់របៀបមួយចំនួនក្នុងការចូលទៅមើល IP របស់យើងអូខេយើង tab search មកហើយ search CMD ឬក៏នេះខាងលើគេនេះគឺ command prompt តោះមកយើងវាយពាក្យថា IP config enter មកនោះយើងនឹងឃើញហើយយើងមើលទៅលើឈ្មោះវា Ethernet adapter VMware network adapter VMnet 1ដូចនេះអីនេះ VMnet 8នេះ 192.168.227.1 192.168.1.111.1យើងមើលលើឈ្មោះរបស់វាផងតែប៉ុនមួយឈ្មោះរបស់វានេះដូចអានេះគេ wireless LAN Wi-Fi 3នេះ 192.168 នេះដែលវាបង្ហាញមក IPv4 ដែលហងៃគឺភាគច្រើននៅក្នុងប្រទេសរបស់យើងគឺយើងប្រើ IPv4 192.167.138 set up mask វា255អានេះយើងឆែកតាម CMD command prompt យើងអាចឆែកតាមរបៀបមួយទៀតគឺចូលទៅកាន់ network card ចូលទៅកាន់ network card ហ្នឹងយើង tab window all មក window ជាមួយអក្សរ all មកហើយយើងវាយ ncpa.cpl ចុច OK មកបាទអានេះគឺហៅថាផ្ទាំង network card network connection អញ្ចឹងយើងឃើញឈ្មោះមិញនេះ VMnet 1 VMnet 8ហើយអានេះ Wi-Fi 3ដែរចាំមើលយើងយកវាមកផ្ទឹមគ្នាមើលឧទាហរណ៍នៅលើVMnet 1នេះអញ្ចឹងដើម្បីចូលទៅមើល IP អានឹងបានយើង right click មកហើយយកពាក្យ status មកតោះមកយើងយកពាក្យ detail នេះ 192.168.1.111.1 នៅលើគេគឺនៅលើ VMnet 1នេះនឹងឈ្មោះរបស់វាអញ្ចឹងយើងមកមើលនៅលើ command prompt នេះមើលនេះ 111.1 នេះឃើញដូចគ្នាងាយយើងចង់មើលតាមណាក៏បានហើយយើងអត់ដឹងថាឈ្មោះវាអីគេទៀតគេលោយើងអត់ដឹងនេះឈ្មោះវាឥឡូវយើងមើលអា VMnet 8ម្ដងចុច status មកហើយចុច detail មក 192.168.227.1 អូខ្វែងបាត់ window all មកដាក់ CMD IP config អ្នកខ្លះគេវាយ /o មួយទៀត /o មួយទៀតក៏បាននេះ 192.168.227.1 ឃើញទេហើយផ្ទាំង network card នេះផ្ទាំង network card ហ្នឹងមិញខ្ញុំចុច keyboard Windows/o នៅពេលដែលយើងចុច keyboard Windows បូកជាមួយអក្សរ O វាចេញផ្ទាំង run មកហើយយើងវាយ CMD ឬក៏វាយ ncpa.cpl មិញហ្នឹងគឺយើងចូលទៅផ្ទាំង network card ឬក៏យើង right click នៅលើ internet របស់យើងក៏បានដែរហើយយើងចុចពាក្យថា network and internet setting មកវា load មកហើយតាអញ្ចឹងយើងចូលទៅកាន់មួយរបៀបទៀតដូចជា search ទៅលើរកពាក្យថា power cell មក power cell ហើយយើងរ៉ាន់វាទៅតមកយើងវាយពាក្យថា get /1 net IP address នៅក្នុង power cell ក៏យើងអាច search វាបានដែរ
ហើយយើងមើលឈ្មោះវាមកនេះ VMware Network Adapter VMnet 1នេះ IP របស់វានេះ IP address 192.168.111.1 ឃើញអត់ឥឡូវយើងទៅរកមើលអា net 8 មកនេះ net 8 227.1ពាក់ព័ន្ធមួយរបៀបទៀតយើងឆែកលើ IP ដែលយើងឆែក IP មួយរបៀបទៀតយើងចុច right click លើនេះមកបបហើយយក task manager តទៅយក task manager ហើយយើងយក performance តមកយើងមើលមកខាងក្រោម Wi-Fi លេខ 3 នេះជា Wi-Fi ដែលយើងកំពុងតែភ្ជាប់ជា Wi-Fi ដែលយើងកំពុងភ្ជាប់ណាមូលហេតុបានយើងដឹងថាវាកំពុងភ្ជាប់វាហត់តាវាហត់នេះហើយនឹងមួយទៀតយើងមើលនៅលើ network card របស់យើងមកអញ្ចឹង Windows O មក ncpa.cpl ហ្នឹងយ៉ាស់ច្រឡំ ncpa.cpl នេះឃើញវា load ពណ៌បៃតងមាន Wi-Fi ហ៎ Wi-Fi C ឃើញអត់ដែលខ្ញុំ hotspot ពីទូរស័ព្ទខ្ញុំមកឥឡូវយើងបិទវិញអញ្ចឹងយើងចុចលើឈ្មោះ Wi-Fi យើងមក Wi-Fi C មកវាឃើញនេះ 192.168.138 នេះជា Wi-Fi របស់ខ្ញុំដែលខ្ញុំកំពុងភ្ជាប់មួយកុំព្យូទ័រអញ្ចឹងណាអញ្ចឹងការឆែក IP មានប្រមាណរបៀបហ្នឹងយើងចង់ឆែកតាមណាក៏បានដែរហើយមួយទៀតខ្ញុំចង់ប្រាប់ពាក់ព័ន្ធមួយការឆែក IP យើងក៏អាចឆែក IP ដែរឆែកបានឥឡូវខ្ញុំឧទាហរណ៍ទៅលើIP config មួយ VNet 8នេះឧទាហរណ៍ VMnet 8ហ្នឹង IP របស់វា 192.168.227.1 ណាអញ្ចឹងឥឡូវដើម្បីយើងឆែកវាបានយើងចូលទៅកាន់ទាំង network card យើងមិញទៅតមកយើងចុច right click យកពាក្យថា property តមកទៀតយើងយក IPv4 នេះយក IPv4 ហ្នឹងមក version 4ហ្នឹងហើយចុច property ទៀតតពីចុច property ហើយយើងយក use the IP address following IP address តមកយើងវាយបញ្ចូលមកថាយើងចង់បាន IP ប៉ុន្មាន 192.168 ចុច 200 ហើយកន្លែងនេះយើងคลิกវាមកវា load ខ្លួនឯងឯងសិតមកហើយចុច OK មកបបហើយយើង close ឥឡូវយើងសាកចូលមើលយើងបិទសិនមក refresh មួយឥឡូវយើងចូលមើលម្ដងទៀតមើល right click ដល់ status detail ឃើញទេ 192.168.200 នៅលើនេះវាចេញអញ្ចឹងនៅក្នុងCMD command prompt ក៏វាចេញអញ្ចឹងដែរមុនហ្នឹងវា load ដូចជា227អញ្ចឹងយ៉ាងចុច1ឯងពេលនៅពេលដែលយើងដូរទៅវា load តាមយើងហើយប៉ុន្តែឲ្យវាស្ថិតនៅក្នុង range វាផងស្ថិតក្នុង range តែមួយអញ្ចឹងណាតែឥឡូវយើង set ទៅលើ CMD ម្ដងចង់ដឹងថាវា load មកកតុយ200អញ្ចឹងអត់ CMD IP config ហើយយើងមើលមកកាន់ VNet 8នេះឃើញអត់ 192.168.200 នេះជារបៀបឆែក IP នៅក្នុងកុំព្យូទ័ររបស់យើងក៏ដូចជារបៀបឆែក IP ទៅតាមចិត្តដែលយើងចង់កំណត់ IP ទៅឲ្យកុំព្យូទ័ររបស់យើងចឹងវីដេអូរបៀបឆែក
IP នឹងឆេញ IP មានប៉ុណ្ណឹងអរគុណ